សូមជូនរឿងរូបភាពស្ងប់ស្ងាត់ជាមួយពែងកាហ្វេពេលពន្លឺព្រឹកឆ្លុះចូលបន្ទប់តូចយើងអារម្មណ៍ថាអ្វីនៅស្ងៀមតែចិត្តនៅមិនស្ងប់មួយថ្ងៃទៀតតើខ្ញុំអាចគូររូបមួយដែលគេនឹកឃើញបានទេគាត់ដើរឆ្ពោះទៅកន្លែងចាស់ដូចជាការស្វែងរកខ្លួនឯងក្នុងអតីតកាលសួស្ដីលោកសុខាចង់យកដោយធម្មតាមែនទេអូបាទដោយធម្មតាសុខាខ្ញុំគិតថាអ្នកទៅសិក្សានៅបរទេសហើយទេខ្ញុំនៅទីនេះដដែលទេនៅតែគូររូបដូចធម្មតាខ្ញុំកំពុងធ្វើការនៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មប្រសិនបើអ្នកចង់សាកអាចមកមើលបានប្រហែលខ្ញុំនឹងគិតមើលសិនអស់ពេលជាច្រើនឆ្នាំបុរសម្នាក់នៅតែសួរខ្លួនឯងថាតើស្នាដៃអាចជួយសង្គ្រោះចិត្តបានទេភាពជោគជ័យមិនតែងតែមានស្នាមញញឹមជាមួយវាខ្ញុំមិនចង់ជោគជ័យដូចគេខ្ញុំគ្រាន់តែចង់ស្ងៀមខ្ញុំចង់ឲ្យអ្នកដឹងថាអ្នកគូររូបស្អាតណាស់អ្វីដែលគាត់ស្វែងរកមិនមែនជាការទទួលស្គាល់តែជាការយល់ដឹងពីចិត្តរបស់ខ្លួនខ្ញុំស្រឡាញ់ស្នាដៃអ្នកវាមានអារម្មណ៍ដូចមានជីវិតអរគុណខ្ញុំក៏សរសើរអ្នកដែរតែប្រហែលជាយើងស្រឡាញ់របៀបផ្សេងគ្នានៅពេលយើងទទួលយកខ្លួនឯងគឺពេលនោះជោគជ័យមកដល់ដោយស្ងៀមស្ងាត់ថ្ងៃនេះអាកាសល្អណាស់បាទស្រស់បំប្រងដូចជាផ្លៃចិត្តគាត់មិនគូររូបដើម្បីឲ្យគេមើលទេតែដើម្បីមើលខ្លួនឯងឲ្យច្បាស់ជីវិតគ្រាន់តែជារូបភាពមួយនៅលើតុកាហ្វេដែលពន្លឺថ្ងៃកំពុងរះលើវា